ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានរឿងថ្មីសម្រាប់ចែកជូនឲ្យពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាបានស្ដាប់ផងដែរថ្ងៃនេះបាទមានបងប្រុសសានបាទបងប្រុសសានគាត់ជាអ្នករត់កង់3គាត់បាននិយាយរឿងគាត់នឹងឲ្យខ្ញុំបានស្ដាប់គាត់ចង់ចែករំលែកដែលរឿងដែលគាត់ផ្ទាល់ហ្នឹងណាចែករំលែកឲ្យខ្ញុំហើយឲ្យខ្ញុំនឹងបានសម្រាយប្រាប់ដល់បងប្អូនយើងអញ្ចឹងណាហ្នឹងហើយបងសាននឹងគាត់ថាគាត់អ្នករត់កង់3ពីកំពតទៅភ្នំពេញគាត់រត់ពីកំពតគឺគាត់ឡើងម៉ោង3ម៉ោង4ចិត្តភ្លឺមកដល់ភ្នំពេញអីហ្នឹងគឺម៉ោង7ជាងចុះណាបងប្អូនពេលដែលគាត់ឡើងហ្នឹងបងប្អូនគាត់ចង់និយាយថាពេលដែលគាត់ឡើងពីភ្នំពេញហ្នឹងគឺគាត់មកដល់ជិតផ្សារអង្គរសោមនេះគឺមានបងស្រីមួយដែលគាត់ឈ្មោះចាវ៉ាន់ហ្នឹងណាគាត់បានហៅកង់3បងសានឹងជិះមកភ្នំពេញសម្រាប់បងសានោះក៏គាត់បានទទួលគាត់នឹងឲ្យជិះឡើងទៅភ្នំពេញបងសានឹងក៏បាននិយាយថាពេលដែលគាត់ឡើងមកហ្នឹងគាត់ចេះតែអាមិនទេឧទាថាចេះស្តៀងមុខស្តៀងភ្នែកឲ្យភ្នែកអីទៅបងសានអីអញ្ចឹងណាចែវ៉ាន់ហ្នឹងណាបាទរួចមកក៏បងសានហ្នឹងចេះតែនាំចែវ៉ាន់ហ្នឹងនិយាយលេងពីនេះពីនោះអីចឹងទៅរហូតទៅដល់ផ្សារដើមរកាយើងហួសពីត្រាមខ្នាបន្តិចណាបងប្អូនបាទមានប្រុសម្នាក់ដែលគាត់បានហៅបងសានដែលម្ចាស់កង់3ហ្នឹងណាគឺហៅគាត់ជិះដូចគ្នាដូចចែវ៉ាន់អីចឹងទៅពេលដែលគាត់ហៅឡើងជិះហ្នឹងគឺគាត់សួរថាកង់3បងទៅដល់ណាអីចឹងទៅបងសានក៏គាត់បាននិយាយថាកង់3ក៏គឺពីកំពតទៅដល់ភ្នំពេញរួចមកទូប្រុសហ្នឹងគាត់បាននិយាយទៅបងប្រុសសានហ្នឹងគាត់និយាយថាមិនអីទេចឹងក៏ខ្ញុំទៅដែរចឹងទៅហើយបងយកប្រមាណចឹងទៅចំណែកបងសានក៏ថាមិនអីទេបងឡើងមកសិនមកចាំតែពេលដល់ពេញហ្នឹងចាំយើងគិតគូរគ្នាអីចឹងទៅហើយសម្រាប់តួស្រីរបស់យើងឈ្មោះចាវ៉ាន់ក៏គាត់បានឃើញតួប្រុសយើងហ្នឹងឡើងមកតែតួប្រុសក្មេងបងប្អូនក្មេងដែរអាយុទុំជា18 19អីហ្នឹងប្រហែលជាសិស្សសាលាក៏មិនដឹងទេពាក់អាវសអីចឹងទៅហើយមានកាបូបមួយស្រាប់តែចាវ៉ាន់ហ្នឹងហើយចាវ៉ាន់ហ្នឹងគាត់អាយុគាត់វ័យចាស់ដែរណាបងប្អូនទុំជាអាយុគាត់ទុំជាដូចជា30ក្រាស់ចូល40ហើយបងសាហ្នឹងគាត់និយាយថាពេលដែលតួប្រុសគាត់ឡើងមកលើកង់3ជាមួយគ្នាហ្នឹងពីរអ្នកចៅវ៉ាន់ហ្នឹងស្រាប់តែចៅវ៉ាន់ហ្នឹងគាត់ជប់និយាយលេងជាមួយគាត់ទៅគាត់និយាយជាមួយនឹងតួប្រុសហ្នឹងនិយាយលេងរបៀបពីអស់អាដែរអញ្ចឹងណាហើយរួចមកក៏តួប្រុសក៏គាត់និយាយតបទៅវិញទៅមករហូតដល់ជិតដល់ពេញហើយបងប្អូនបងសានក៏បាននិយាយថាឲ្យគាត់ហ្នឹងខាងទូប្រុសហ្នឹងឲ្យបងសាហ្នឹងគឺបិទវាំងននហើយវាំងននហ្នឹងបងប្អូនព្រោះបងសាហ្នឹងគាត់កង់3គាត់ក៏មានវាំងននទាំងសងខាងហើយនឹងពីមុខទៀតហើយមានខាងក្រោយទៀតព្រោះកង់3បងសានគាត់លេងដែរអញ្ចឹងណាស្អាតគួរសមមកគាត់ដែរហើយបងសានគាត់ថាពេលដែលខាងប្រុសហើយខាងស្រីហ្នឹងឲ្យគាត់បិទវាំងននហ្នឹងគាត់ស្ងល់តែគាត់មិនហ៊ានសួរទេណាគាត់មិនហ៊ានសួរចៅវ៉ាន់ឯនឹងតួប្រុសនឹងទេគាត់ឆ្ងល់ថាចុះបិទធ្វើអីចឹងណាគាត់ឆ្ងល់ក្នុងចិត្តឯណាស្រាប់តែបិទបងសានដែលជាម្ចាស់កង់3ហ្នឹងគាត់បានបិទវាំងននហើយបងប្អូនណាក្នុងរយៈពេលតែ 2-3 នាទីឯងធ្ងោវាយធ្ងោពេញលើកង់3គាត់ហ្នឹងហើយគាត់ហ្នឹងក៏មាននឹងចិត្តថាទេភ្ញៀវនេះដូចជាលក្ខណៈថាដូចជាត្រូវគ្នាមិនអីចឹងណាហ៊ានធ្វើអីរឿងគេហៅថាលមោបកាមនៅលើកង់3គាត់ចឹងណាបាទបងប្អូនគាត់ថាតាំងប្រហែលជាចូលចិត្តកន្លះម៉ោងបងប្អូន
គាត់បើកបរោលឺខាងស្រីហ្នឹងចៃវ៉ាន់ហ្នឹងធ្ងោពេញហ្នឹងតែខាងប្រុសនោះគាត់មិនមកកទេគាត់គិតតែពឺទេណាពឺសម្រាប់ចូលគោលដៅអញ្ចឹងណាហើយមិនថាបងសានហ្នឹងគាត់អត់ចេះមែនបងប្អូនណានិយាយលេងទីតែបងសានគាត់ចង់និយាយថាពេលដែលគាត់ដឹកភ្ញៀវពីរនាក់ហ្នឹងគឺចម្លែកត្រង់ថាឲ្យគាត់បិទយ៉ាងណូនហើយចាប់ផ្ដើមមកធ្វើរឿងលមោបកាមលមោបអីឬកង់3គាត់ចឹងណាតែគាត់មិនហ៊ាននិយាយទេបងប្អូនប្រហែលជាខ្ទង់ជាចិត្តកន្លះម៉ោងបងប្អូនទៅដល់ភ្នំពេញបងសានក៏បានសួរចៃវ៉ាន់នឹងមុនចាយយ៉ាងម៉េចហើយដល់ភ្នំពេញឥឡូវចាយចុះណៃអញ្ចឹងណាបាទចៃវ៉ាន់ហ្នឹងក៏គាត់មកកដែរហើយទូប្រុសក៏គាត់ខ្សឹបសៀវជាមួយនឹងទូស្រីហ្នឹងបាទខ្សឹបសៀវថាកំតាមាត់អីចេះចាណារួចមកក៏បងសានគាត់ឈប់មាត់គាត់បាត់ទៅសឹមទៀតហើយបន្ទាប់មកគាត់សួរទៅទូប្រុសវិញសួរថាចុះអូនចុះកន្លែងណាអញ្ចឹងណាទូប្រុសក៏ឆ្លើយថាទៅមុខទៀតបងខ្ញុំចុះនៅខាងនេះអីចឹងណាបាទតើមកជីវ៉ាន់ក៏ថានឹងចាំចុះជាមួយគ្នានឹងហ្មងទៅពូអញ្ចឹងទៅហើយបងសានគាត់និយាយថាអញ្ចឹងគាត់ពីរនាក់ជួយរៀបចំកន្លែងឲ្យបានស្អាតផងមិនចុះទៅអីចឹងណាបាទហើយបងសានគាត់ថាគាត់ហ៊ូចិត្តត្រង់ខាងទូស្រីទូប្រុសហ្នឹងភ្ញៀវដូចតែគ្នាបើធ្វើរបៀបថារួមរយៈអីនៅលើកង់3គាត់អញ្ចឹងណាបាទហើយស្មានណាបងសានដែលជាម្ចាស់កង់3គាត់បើកក៏អត់ដឹងអីចឹងណាតាមពិតมันគាត់មិនដឹងទេបងប្អូនណាគ្រាន់ថាធ្វើអីក៏ដោយប៉ុន្តែយើងធ្វើឲ្យវាសមរម្យណាកុំឲ្យនៅរបៀបថាបើយើងបខំមកចឹងពេកយើងប្រាប់គាត់ទៅទស្សនៈទេអីចឹងណាបងប្អូនណាទៅពេលអញ្ចឹងទៅបងសានក៏គាត់ជួមាត់ដែរគាត់នឹកឃើញណាគាត់និយាយប្រាប់ខ្ញុំអញ្ចឹងទៅបាទអញ្ចឹងរឿងចៅវ៉ាន់ហើយនឹងទូប្រុសយើងនេះបាទហើយបងសានហ្នឹងគាត់ម្ចាស់កង់3ហ្នឹងគាត់បានរ៉ាយរាប់ប្រាប់ខ្ញុំរបៀបថាពេលដែលគាត់ឡើងមកពីកំពតមកភ្នំពេញគាត់អត់ដែរជួបទេរឿងនេះតែលើកទី1ទេសម្រាប់គាត់អញ្ចឹងបងប្អូនយើងគិតមើលទៅថាចៅវ៉ាន់ហើយនឹងតួប្រុសនឹងគាត់ធ្វើរបៀបថាលមោបកាមណាបាទធ្វើអីប្រេះផ្ដាស់លើកង់3គាត់អញ្ចឹងទៅអញ្ចឹងរឿងនេះគឺខ្ញុំសូមស្លេះប៉ុណ្ណេះភាសារឿងនេះគឺចប់ត្រឹមនឹងឯងបងប្អូនបាទអញ្ចឹងនឹងមានវគ្គបន្តទៀតបងប្អូនអញ្ចឹងអរគុណពុកម៉ែបងប្អូនប្រិយមិត្តដែលបានចូលស្ដាប់អរគុណច្រើន